ច្រើនពរញាតិញោមសូមថតវីដេអូមួយឃ្លីបទៀតចុះក្នុងឡានបាទច្រើនពរស្រូវចំនួន25ការុងឬស្មើនឹង2តោនកន្លះច្រើនពរណាព្រះថ្លារបស់ញោមនៅសហរដ្ឋអាមេរិកប៉ុណ្ណាបើចម្រើនពរដែលមានលោកឪពុកសុកគង់អ្នកម្ដាយទូនការីព្រមទាំងកូនចៅបើចំនួន1តោនញោមទូនសារ៉េតព្រមទាំងក្រុមឧស្សាហ៍ចំនួន1តោនញោមថេបធៀងព្រមទាំងកូនចៅចំនួនកន្លះតោនចម្រើនពរណាបើសូមអនុមោទនាបើឆ្លៀននៅក្នុងឱកាសនេះខ្ញុំព្រះករុណាអាត្មាភាពភិក្ខុព្រហ្មស្រោព្រំរស្មីព្រះគ្រូចារកាវត្តអូតគីដែលស្ថិតនៅក្នុងភូមិអូតគីស្រុកថ្មគោលខេត្តបាត់ដំបងជាទីមេត្រីចម្រើនពរញាតិញោមជាពុទ្ធបរិស័ទនៅក្នុងថ្ងៃនេះគឺថ្ងៃច័ន្ទ4រោចខែផលគុណឆ្នាំរោងចស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី17ខែមីនាឆ្នាំ2025បើនៅក្នុងថ្ងៃនេះអាត្មាដឹកនាំព្រះសង្ឃចំនួន6អង្គសរុបទាំងអាត្មាភាពចំនួន7អង្គឆ្ពោះទៅកាន់ផ្ទះរបស់ញោមបាសិកាទូចបណ្ណានៅខាងអូកំបុតខាងភូមិអូកំបុតស្រុកឯកភ្នំខេត្តបាត់ដំបងអាត្មាភាពនិមន្តទៅទីនោះដើម្បីទទួលនៅសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទដែលប្រគេននៅស្រូវចឹងមន់មកហ្នឹងគឺមានកិច្ចពីរទី1គឺទទួលចង្ហាន់ត្រង់ទទួលចង្ហាន់ត្រង់នៅផ្ទះញោមនៅអូកំបុតហ្នឹងហើយទី2គឺដើម្បីទទួលនៅស្រូវចំនួន25ការុងឬ2តោនកន្លះស្រូវ2តោនកន្លះដែលជាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទនៅឯនាយសមុទ្រចម្រើនពរណាហើយឥឡូវនេះបានមកដល់ហើយញោមបានមកដល់គេអដ្ឋានរបស់ញោមហើយមកដល់មិនបង្អង់យូរទេព្រោះមកដល់ម៉ោងនៅប្រហែលជា9ជាងម៉ោង7:10អញ្ចឹងមិនបង្អែបង្អង់យូរទេមកដល់ក៏និមន្តណាសាមណេរទាំង6ព្រះអង្គធ្វើការលើកស្រូវដាក់លើឡានភ្លាមតែម្ដងណាហើយស្រូវហ្នឹងគឺក្នុងមួយបាវហ្នឹងស្មើនឹង100គីឡូចម្រើនពរណាអញ្ចឹងក្នុងមួយបាវហ្នឹងគឺ100គីឡូចម្រើនពរអញ្ចឹងមកដល់ភ្លាមលើកដាក់ផ្លែតពីព្រោះគិតថាលើកដាក់ឲ្យហើយទៅស្រួលញាតិញោមអញ្ចឹងណាលើកដាក់ឲ្យហើយអញ្ចឹងស្រួលលើកដាក់ឲ្យហើយចាំឆាន់ត្រង់ហើយធ្វើដំណើរត្រឡប់មកកាន់វត្តអូតគីវិញអីចឹងទៅប្រសិនបើឆាន់ឲ្យបានលើកអានឹងខ្លាចកែលើកមិនរួចព្រោះឆាន់ឲ្យវាឆ្អែតឆាន់ឲ្យឆ្អែតលើកមិនរួចទេពិបាកលើកអញ្ចឹងក៏សម្រេចចិត្តលើកឲ្យហើយដោយរូបភាពដែលញោមបានឃើញចម្រើនពរណាកុំថាឡើយស្រូវ1ការុងចំណុះ100គីឡូក្រាមទោះបីជាង100គីឡូក្រាមក៏ត្រូវទៅលើកឲ្យរួចដែរព្រោះញោមប្រកេនទៅហើយត្រូវតែយកឲ្យបានហើយសូមចម្រើនពរផងដែរញោមស្រូវនេះគឺសរុបគិតជាការុងគឺ25ការុងដោយក្នុង1ការុងចំណុះមកណាក្នុង1ការុងចំណុះ100គីឡូ100គីឡូអញ្ចឹងសរុបទៅគឺស្មើនឹង2តោនកន្លះ2តោនកន្លះណាញោមណាពីព្រោះ2500គីឡូក្រាមអញ្ចឹងស្មើនឹង2តោនកន្លះញោមស្មើនឹង2តោនកន្លះណាញោមណាហ្នឹងយើងនិយាយពីស្រូវហ្នឹងគឺចំនួន2តោនកន្លះញោម2តោនកន្លះណាញោមណាចម្រើនពរណាអញ្ចឹងគឺ2តោនកន្លះណាខ្ញុំស្ដាប់បានណាខ្ញុំចម្រើនពរអញ្ចឹងគឺស្រូវ2តោនកន្លះណាដែលញោមគាត់ប្រកេនចុះញោមណាខ្លះដែលជាម្ចាស់សទ្ធាដែលជ្រះថ្លាប្រកេនស្រូវចំនួន2តោនកន្លះដល់វត្តអូតគីនេះអញ្ចឹងអនុញ្ញាតអាត្មាភាពធ្វើការអានឈ្មោះរបស់ម្ចាស់សទ្ធាបន្តិចណាញោមចម្រើនពរញោមញាតិជាពុទ្ធបរិស័ទស្រីប្រុសទាំងឡាយសម្រាប់ញោមម្ចាស់សទ្ធាដែលបានជ្រះថ្លាប្រកេនស្រូវទាំង2តោនកន្លះនេះគឺសុទ្ធសឹងតែជាពុទ្ធបរិស័ទនៅឯនាយសមុទ្រចម្រើនពរទី1គឺញោមប្រុសឧបាសកសុកគង់ញោមឧបាសិកាទូនគិរីញោមប្រុសឧបាសកសុកគង់ឧបាសិកាទូនគិរីព្រមទាំងកូនចៅដែលញោមមានសទ្ធាជ្រះថ្លាប្រកេនស្រូវចំនួន1តោនចំនួន1តោន
ហើយប្អូនរបស់ញោមបាសកាទូនគិរីគឺញោមប្រុសបាសកទូនសារ៉េតញោមប្រុសបាសកទូនសារ៉េតនិងភរិយាគឺញោមស្រីបាសិកាផនវណ្ថាព្រមទាំងកូនចៅមានសទ្ធាជ្រះថ្លាប្រកេនស្រូវនឹងចំនួន1តោនដែរ1តោនដែរណាញោមណាហើយចំណែកកន្លះតោនទៀតគឺញោមឧបាសិកាថេបធៀងញោមឧបាសិកាថេបធៀងព្រមទាំងកូនចៅញោមឧបាសិកាថេបធៀងព្រមទាំងក្រុមគូសាកូនចៅញោមមានសទ្ធាជ្រះថ្លាប្រកេនស្រូវចំនួនកន្លះតោនអញ្ចឹងញោមទាំង3រូបព្រមទាំងក្រុមគូសាប្រកេនសរុបបញ្ចូលគ្នាទៅគឺស្មើនឹង2តោនកន្លះចំនួន2តោនកន្លះហើយពួកគាត់ទាំងអស់គ្នាបច្ចុប្បន្នរស់នៅឯសហរដ្ឋអាមេរិកសូមចម្រើនពរផងដែរញោមទាំង3នាក់នេះមិនត្រឹមតែប្រកេនស្រូវប្រកេនអីទេជានិច្ចកាលញោមតែងជួយឧបត្ថម្ភដល់វត្តអូតាគីជារឿយគ្រប់តែកិច្ចកម្មវិធីទោះតែក្តីច្រើនក្តីយ៉ាងណាហ្នឹងគឺញោមតែងតែប្រកេនចម្រើនពរណាដូចជាក្នុងពេលនេះជាដើមអញ្ចឹងចម្រើនពរដូចជាក្នុងពេលនេះជាដើមអញ្ចឹងគឺញោមមានសទ្ធាជ្រះថ្លាបានប្រកេនស្រូវហើយមុននឹងបន្តិចហ្នឹងក៏ញោមបានជ្រះថ្លាជួយកសាងសំណង់នៅក្នុងវត្តអូតាគីដូចជាកសាងចិន្តាឡើងសាលាឆាន់នេះផងដែរនោះជាទឹកចិត្តជ្រះថ្លារបស់គាត់ចម្រើនពរណាឆ្លៀតនៅក្នុងឱកាសនេះអាត្មាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះញោមទាំងអស់គ្នាជាពិសេសគឺញោមប្រុសឧបាសកសុគង្គឧបាសិកាទូនគិរីដែលញោមបានជ្រះថ្លាប្រកេនឬក៏ជួយត្រត្រង់ដល់ប្រសង់វត្តអូតាគីនឹងច្រើនឆ្នាំមកហើយច្រើនឆ្នាំមកហើយចម្រើនពរណាច្រើនឆ្នាំមែនតើនិយាយពីសេចក្តីជ្រះថ្លារបស់ញោមតែងតែប្រកេនចំពោះវត្តអូតាគីមិនថាប្រកេនស្រូវប្រកេនអង្គឬក៏ការចូលរួមនៅក្នុងការកសាងសំណង់អីមួយនោះទេណាគឺញោមប្រកេនជាហូហែមករាប់សិបឆ្នាំមកហើយអាត្មាមិនអាចរៀបរាប់នៅចំនួនសរុបរបស់ញោមដែលបានប្រកេនមកកាន់វត្តអូតាគីនោះបានទេនេះជាការយកចិត្តទុកដាក់របស់ញោមក្នុងនាមញោមជាពុទ្ធសាសនិកពុទ្ធមេនិកជនអ្វីត្បិតតែញោមរស់នៅឆ្ងាយពីមាតុភូមិយ៉ាងណាក្តីតែដោយសេចក្តីជ្រះថ្លាក្នុងគុណរបស់ព្រះសង្ឃរតនៈបើជ្រះថ្លាក្នុងព្រះពុទ្ធសាសនាជាពិសេសជ្រះថ្លាចំពោះព្រះសង្ឃដោយមើលឃើញថានៅក្នុងវត្តអូតាគីនោះមានព្រះសង្ឃច្រើនមានព្រះសង្ឃច្រើនលោកសិក្សារៀនសូត្រហើយជាព្រះសង្ឃតូចអញ្ចឹងទេញោមក៏ជ្រះថ្លាប្រកេនស្រូវក៏ដោយអាត្មាភាពបានចម្រើនពរក៏ដោយអាត្មាភាពបានចម្រើនពរទេចម្រើនពរណាក៏ហើយនៅក្នុងកម្មវិធីនឹងផងដែរញោមចម្រើនពរញោមម្ចាស់គេហដ្ឋានហ្នឹងក៏ញោមជ្រះថ្លាប្រកេនជានេះដែរចម្រើនពរណាគឺញោមជ្រះថ្លាប្រកេនក៏ប្រកេនចង្ហាន់មកពេលផងដែរញោមក៏ជាបណៃតពុជនนะโมตัสสะภะคะวะโตอะระหะโตสัมមាសម្ពុទ្ធស្សៈជាប្អូនរបស់ញោមឧបាសិកាទូនគិរីអញ្ចឹងប្អូនរបស់ញោមឧបាសិកាទូនគិរីហ្នឹងគឺរស់នៅខាងភូមិអូកំបុតស្រុកឯកភ្នំនៅខេត្តបាត់ដំបងយើងនេះទេប៉ុន្តែញោមបាសិកាទូនគិរីហ្នឹងញោមរស់នៅអានាយសមុទ្រឯណោះចម្រើនពរហើយតាមដែលអាត្មាដឹងហ្នឹងមិនមែនញោមប្រកេនតែចំពោះព្រះសង្ឃវត្តអូតាគីទេណាសម្រាប់ស្រូវហ្នឹងគាត់ប្រកេនគាត់ប្រកេនចម្រើនពរគឺគាត់ជ្រះថ្លាណាប្រកេននៅនេះផងដែរណាណាញោមឮថាប្រកេនទៅខាងវត្តអូកំបុតឬក៏វត្តផ្សេងផងដែរប៉ុន្តែអាត្មាក៏មិនបានដឹងច្បាស់តែញោមប្រកេនទៅវត្តណាចំនួនប៉ុណ្ណាប៉ុណ្ណីទេគ្រាន់តែបានដឹងខ្លះមកថាញោមប្រកេនមកវត្តអូតាគីផងហើយមានប្រកេនទៅវត្តផ្សេងផងបើចម្រើនពរណាជាក់ស្ដែងដូចជាក្នុងថ្ងៃនឹងជាដើមនោះគឺការនិមន្តទទួលចង្ហាន់ត្រង់នៅគេហដ្ឋានរបស់ញោមទូចបណ្ណាហ្នឹងគឺមានប្រសង់វត្តអូតាគីរួមជាមួយនឹងប្រសង់ខាងអូកបុតចំនួន5ព្រះអង្គផងដែរចម្រើនពរណាចំនួន5ព្រះអង្គផងដែរញោមចម្រើនពរនឹងដែលនិមន្តទទួលចង្ហាន់រួមគ្នានៅក្នុងផ្ទះញោមទូចបណ្ណាដែលជាសទ្ធាជ្រះថ្លារបស់ញោមម្ចាស់ផ្ទះមួយលើពុទ្ធបរិស័ទនៅជុំវិញនឹងផងនិងជាសទ្ធាជ្រះថ្លារបស់ញោមនៅឯសហរដ្ឋអាមេរិក
គឺញោមប្រុសអបាសកសុគង្គញោមអបាសកាទូនគិរីផងដែរចម្រើនពរណាហើយមិនត្រឹមតែញោមប្រុសអបាសកសុគង្គអបាសកាទូនគិរីទេគឺមានញោមប្រុសអបាសកទូនសរ៉េតញោមផនវណ្ថាញោមថេបធៀងញោមថេបធៀងដែលពួកគាត់ជ្រះថ្លាប្រកេហ្នឹងចឹងចុងក្រោយនៃវីដេអូនេះអាត្មាសូមថ្លែងអំណរគុណចំពោះញោមជាម្ចាស់សទ្ធាទាំងអស់ហើយក៏សូមសត្វពរបវរមហាប្រសើរសិរីសុខស្ដីជ័យមង្គលវិបុលសុខគ្រប់យ៉ាងចូលមានដល់ញោមជាម្ចាស់សទ្ធាមានលោកឪពុកសុគង្គអ្នកម្ដាយទូនគិរីព្រមទាំងកូនចៅញោមទូនសរ៉េតញោមផនវណ្ថាព្រមទាំងកូនចៅញោមថេបធៀងព្រមទាំងកូនចៅញោមទូចវណ្ណាព្រមទាំងកូនចៅព្រមទាំងសាច់ញាតិដែលចូលរួមនៅក្នុងកម្មវិធីប្រកេតនៅចង្ហាន់ត្រង់នៅគេហដ្ឋានរបស់ញោមនៅព្រឹកថ្ងៃទី17ខែមីនាឆ្នាំ2025នេះសូមឲ្យបានសំប្រកបជួបតែសេចក្តីសុខនិងសេចក្តីចម្រើនជន្មាទីឃាយុយឺនយូរប្រាថ្នាយ៉ាងណានោះក៏សូមឲ្យបានសម្រេចដូចបំណងប្រាថ្នាណាអញ្ចឹងសូមអនុមោទនាណាញោមណាណាញោមណាចឹងសូមអនុមោទនាសូមអនុមោទនាចម្រើនពរ